អ្នកម៉ាក់ដែលកំពុងតែមានទម្លាប់អនុវត្តនៅ6ចំណុចនេះគួរផ្លាស់ប្ដូរឲ្យបានលឿនបើមិនចង់ឲ្យកូនជួបនៅបញ្ហាវិបត្តិសុខភាពអត់លូតលាស់ល្អចំណុចទី1គឺតាក់ទងជាមួយនឹងរបបអាហារមិនបានគ្រប់គ្រាន់មិនបានត្រឹមត្រូវទី2គឺតាក់ទងជាមួយនឹងការញ៉ាំទឹកតិចនេះក៏ជះឥទ្ធិពលទៅដល់សុខភាពទារកក្នុងផ្ទៃផងដែរព្រោះទឹកវាមានមុខងារមួយជួយផលិតទៅដល់ការគ្រប់គ្រងទៅលើទឹកភ្លោះរបស់ទារកទី3តាក់ទងជាមួយនឹងបញ្ហា stress ស្ត្រីមានផ្ទៃពោះកុំ stress ច្រើនព្រោះកាលណាយើង stress យើងធុញថប់អារម្មណ៍យើងអត់ល្អគឺជះឥទ្ធិពលទៅដល់ទារកក្នុងផ្ទៃធ្វើឲ្យគាត់នឹងមានវិបត្តិផ្លូវចិត្តពីកំណើតទី4តាក់ទងជាមួយនឹងការសម្រាកគេងនេះគឺសំខាន់ផងដែរសម្រាប់ស្ត្រីព្រោះការគេងគ្រប់គ្រាន់ធ្វើឲ្យសុខភាពយើងល្អធ្វើឲ្យទារកក្នុងផ្ទៃនឹងលូតលាស់ល្អទី5ការពិនិត្យផ្ទៃពោះអត់បានត្រឹមត្រូវតាមការកំណត់ជាពិសេសយឺតយ៉ាវក្នុងការប្រើប្រាស់ថ្នាំជាតិដាច់អាស៊ីតហ្វូលិកដែលវាប៉ះពាល់ទៅដល់សុខភាពទារកក្នុងផ្ទៃធ្វើឲ្យកូននឹងលូតលាស់អត់ប្រក្រតីហើយក៏អាចឲ្យកូននោះមានបញ្ហាវិបត្តិនៃការរលូតឬមួយក៏អត់លូតលាស់ទី6ប្រើប្រាស់ទូរស័ព្ទដៃច្រើនកាលណាតែយើងមើលទូរស័ព្ទដៃច្រើនណាក៏វាអាចជះឥទ្ធិពលធ្វើឲ្យស្រូបនៅសារធាតុពុលឬមួយក៏សុសកម្មហើយមួយទៀតគឺវាធ្វើឲ្យអារម្មណ៍យើងអត់ល្អនៅពេលដែលយើងអូសទៅប៉ះរឿងមិនល្អអញ្ចឹងបើអ្នកម៉ាក់កំពុងតែអនុវត្ត6ចំណុចនេះគួរផ្លាស់ប្ដូរឲ្យបានលឿន